ចក្រភពអង់គ្លេសក្រុងទិញយន្តហោះចម្បាំង F-35A ដែលអាចបំពាក់អាវុធនុយក្លេអ៊ែរតាក់ទិញរដ្ឋាភិបាលចក្រភពអង់គ្លេសកាលពីថ្ងៃអង្គារម្សិលមិញបាននិយាយថាខ្លួននឹងទិញយន្តហោះចម្បាំង F-35A ជាង10គ្រឿងដែលមានសមត្ថភាពប្រើប្រាស់អាវុធនុយក្លេអ៊ែរតាក់ទិញនេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters ការទិញយន្តហោះចម្បាំងខាងលើពីក្រុមហ៊ុនអាមេរិក Lockheed Martin នឹងអនុញ្ញាតឲ្យកងទ័ពអាកាសរបស់អង់គ្លេសមានបំពាក់អាវុធនុយក្លេអ៊ែរជាលើកដំបូងគិតចាប់តាំងពីចុងបញ្ចប់នៃសម័យសង្គ្រាមត្រជាក់មកនាយករដ្ឋមន្ត្រីអង់គ្លេសលោក Keir Starmer បាននិយាយយ៉ាងដូចនេះថានៅក្នុងយុគសម័យមួយដែលមានភាពស្រពេចស្រពិលខ្លាំងបំផុតយើងមិនអាចមើលស្រាលសន្តិភាពបានទៀតឡើយដូច្នេះហើយទើបរដ្ឋាភិបាលរបស់ខ្ញុំកំពុងខិតខំវិនិយោគលើសន្តិសុខជាតិរបស់យើងសប្តាហ៍ថ្ងៃយុទ្ធសាស្ត្រអាវុធនុយក្លេអ៊ែររបស់ចក្រភពអង់គ្លេសគឺពឹងផ្អែកតែមួយគត់ទៅលើប្រព័ន្ធ Trident ដែលបានចេញពីនាវាមួយទឹកលើកចុងក្រោយដែលអង់គ្លេសមានអាវុធនុយក្លេអ៊ែរប្រើប្រាស់ដោយយន្តហោះគឺកាលពីឆ្នាំ1998នៅពេលក្របបែក VE-177 ត្រូវបានដាក់ឲ្យចូលនិវត្តន៍គូបញ្ជាក់ថាតាមរយៈការទិញយន្តហោះចម្បាំង F-35A ចក្រភពអង់គ្លេសនឹងអាចធ្វើពិពិធកម្មជម្រើសយោធារបស់ខ្លួនហើយដើរកាន់តែស្របជាមួយសម្ព័ន្ធមិត្ត NATO ដូចជាបារាំងនិងសហរដ្ឋអាមេរិកយន្តហោះចម្បាំង F-35A អាចបំពាក់អាវុធនុយក្លេអ៊ែរតាក់ទិញ B-61 របស់អាមេរិកបានរដ្ឋាភិបាលអង់គ្លេសបានបញ្ញាបង្កើនការចំណាយលើវិស័យការពារជាតិឲ្យដល់ 5% នៃ GDP របស់ខ្លួននៅត្រឹមឆ្នាំ2035ដើម្បីបំពេញតាមគោលដៅរបស់ NATO